ថ្ងៃនេះបងប្អូនអើយរៀងជ្រុលម៉ោងបាយអញ្ចឹងគឺថាអត់បានទៅផ្សារទេគឺទិញម្ហូបនៅក្រោមផ្ទះនឹងឯងទិញបានពវៀនទាសាច់លៀសនិងសាច់គ្រុំបងប្អូនចាខ្ញុំបានដាក់គ្រឿងឆាក្តៅចាធ្វើគ្រឿងរួចជាស្រេចចាខ្ចប់មកពីស្រុកខ្មែរអញ្ចឹងគឺថ្ងៃនេះគឺឆាក្តៅគ្រុំលាយជាមួយនឹងពវៀនទានិងឆានេះខ្ញុំដាក់ដាំបាយសិនព្រោះជ្រុលដល់ម៉ោង1ថ្ងៃហើយរវល់ងើបភ្លាមគឺរវល់ភ្លាមបងប្អូនតមកបានមកផ្ទះហើយមួយថ្ងៃហ្នឹងគឺនេះខ្ញុំញ៉ាំម្ហូបចិនរាល់ថ្ងៃពេករៀងតលន់ឆ្លៀតទិញម្ហូបហើយយកមកធ្វើខ្លួនឯងចាហើយឆាក្តៅនេះក៏នេះខ្ញុំលាយជាមួយនឹងម្ទេសស្រស់ម្ទេសនេះគឺអត់សូវហឹលទេហឹលមកល្មមអញ្ចឹងយកមកធ្វើបន្លែដើម្បីកុំឲ្យតលន់សម្រាប់ម្ទេសដៃនាងនេះខ្ញុំដំនេះខ្ញុំអត់បុកទេចាជាទូទៅនេះខ្ញុំឆាក្តៅចូលចិត្តបែបគ្រឿងផ្ទាល់បែបអត់សូវល្អិតទេបងប្អូនហើយនេះគឺគ្រឿងស្រាប់ដែលនេះខ្ញុំបុកមកស្រុកខ្មែរក្នុងនោះមានរំដេងមានកូលក្រីចាមានខ្ទឹមចាមានក្រូចសើចអីចឹងទៅជាដំបូងនេះខ្ញុំចាក់ខ្លាញ់ឲ្យក្តៅបន្ទាប់មកដាក់គ្រឿងបុកយើងហ្នឹងឆារៀងឈ្ងុយបន្តិចបន្ថែមជាមួយនឹងប្រហុកច្រាំកាសាំងក៏យកមកពីខ្មែរដែរយើងអត់ប្រហុកសុទ្ធចឹងប្រហុកនេះអាចជំនួសបានគ្រឿងទេសមានប៊ីចេងស្ករនិងទឹកត្រីបងប្អូនណាចាហើយបន្ទាប់មកលីងគ្រឿងជាមួយគ្រឿងទេសហ្នឹងឲ្យបានឈ្ងុយចាំយើងដាក់សាច់ណាបើបងប្អូនមានទឹកដោះគោឆៅបងប្អូនដាក់ជាមួយគ្រឿងហ្នឹងរឹតតែឆ្ងាញ់ណាបងប្អូនតែថ្ងៃនេះខ្ញុំឆារបៀបស្រែយកតែម្ដងឲ្យរៀងធំក្លិនប្រហុកណាបងប្អូនខ្លះក៏ឆាក្តៅដាក់ត្រឹមទឹកត្រីទេប៉ុន្តែនេះខ្ញុំតាំងពីទូចមកគឺឃើញអ្នកម្ដាយនឹងខ្ញុំហ្នឹងគឺថែមប្រហុកបន្តិចអញ្ចឹងណាបងប្អូនដើម្បីយកក្លិនយើងឆាសាច់ឲ្យបានឆ្អិនហើយបន្ថែមជាមួយនឹងម្ទេសដៃនាងកាន់តែច្រើនកាន់តែឆ្ងាញ់ហើយកាន់តែត្រូវព្រោះពាក្យថាឆាក្តៅតោះតែហឹលខ្លាំងណាបងប្អូនសាច់យើងបានឆ្អិនល្អខ្ញុំបន្ថែមជាមួយនឹងអំពិលសាច់នេះក៏នេះខ្ញុំយកមកពីខ្មែរដែរនៅស្រុកចិនគឺមិនដឹងរកទិញណាទេអញ្ចឹងវិចគ្រឿងមកគ្រប់បែបយ៉ាងកុំឲ្យខ្វះព្រោះយើងទុកស្លម្ជូរស្លអីចឹងណាបងប្អូនសាច់យើងបានស្ងួតទឹកល្អហើយយើងបន្ថែមជាមួយបន្លែយទូទៅឆាក្តៅខ្ញុំមកចូលចិត្តទឹកប៉ឹកអីទេចូលចិត្តស្ងួតចឹងណាបងប្អូនអានេះមិនមែនស្ងួតពេកបងប្អូនគេថារៀងសើមចាឥឡូវភ្លក់បន្តិចមើលឆ្ងាញ់អត់យើងទៅថាពវៀនទាគឺលេខ1បងប្អូនអើយចាឆ្ងាញ់ខ្លាំងណាស់មុនដំបូងគិតថាឆាក្តៅទាទេតែឥឡូវមកឆាក្តៅពវៀនទាដោយសារទៅផ្សារធម្មតាมันមានទាជាចុងក្រោយនឹងខ្ញុំដាក់សណ្តែកដីលីងអ្នកខ្លះយកបុកមួយគ្រឿងតែនេះខ្ញុំចូលចិត្តបែបយកមករោយលើទាំងមូលចឹងតែម្ដងព្រោះថាញ៉ាំចំក្របគឺឈ្ងុយមុននឹងញ៉ាំបាយពេលថ្ងៃនេះខ្ញុំក៏មិនភ្លេចញ៉ាំជាមួយនឹងវីតាមីន CSM ដើម្បីការពារធាត់និងសម្រកគីឡូខាងស្រុកចិននេះគឺម្ហូបប្រើខ្លាញ់ច្រើនចឹងឡើងគីឡូលឿនណាបងប្អូននេះខ្ញុំគឺបានវីតាមីនហ្នឹងហើយដើម្បីទប់គីឡូហើយក៏កាន់តែស្រកគីឡូដែរតោះជើញបងប្អូនពិសាបាយជាមួយនឹងខ្ញុំម្នាក់គឺម្ហូបចិនរងៃបានម្ហូបនេះយូរម្ដងគឺប្លែកមាត់ណាបងប្អូនគ្រឿងខ្មែរយើងទោះយ៉ាងណាក៏អត់សូវតលន់ដោយគ្រឿងចិនដែរបងប្អូនដោយសារការស្លគឺតែថែមទឹកត្រីច្រើននិងប្រហុកដែលអញ្ចឹងទៅកាត់ជាតិតលន់ច្រើនហើយថ្ងៃនេះរៀងកំសត់ទីបងប្អូនរដងមានច្រើនមុខថ្ងៃនេះមានតែមួយមុខទេដោយសារតម្រាំធ្វើម្ហូបនេះឆ្អិនណាបងប្អូនអើយប្រហែលម៉ោង2ជាងអញ្ចឹងគឺអត់បានធ្វើច្រើនមុខទេអញ្ចឹងញ៉ាំសិនហើយព្រោះថាយើងជាអ្នករស់ស៊ីបងប្អូនអញ្ចឹងគឺថាពេលខ្លះក៏ឆ្ងាញ់ពេលខ្លះក៏មួយមុខពេលខ្លះក៏ពីរបីមុខតែមួយមុខនេះគឺអែមខ្លាំងបងប្អូនអើយឆ្ងាញ់ដល់លិតដៃតាមពិតទៅម្ហូបច្រើនមុខរាល់ដងមិនដឹងថាមួយណាឲ្យប្រកបទៅបងប្អូនចាពេលខ្លះបាយមិនសូវឆ្ងាញ់វិញទេហើយបើសិនជាមានម្ហូបមួយមុខបញ្ជីហ៎ហើយម្ហូបនឹងយើងធ្វើបានឆ្ងាញ់ហ៎បងប្អូនទៅជាបាយច្រើនវិញហើយអាចជប់តដើមគ្នាហ្នឹងអូយវាឆ្ងាញ់ម៉េះសំខាន់យើងជ្រុលម៉ោងទៀតបងប្អូនម្នាក់សិតតែឃ្លានណាអូយដាក់ឲ្យខ្ញុំឲ្យហត់ខ្លាំងតែនៅតែញ៉ាំបាយបានចាវីដេអូនេះខ្ញុំត្រូវបានបញ្ចប់អរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ